សម្រាប់អ្នកមានចម្ងល់ក៏ដូចជាចង់ដឹងពីបទពិសោធន៍និងទស្សនវិជ្ជានៅខាងក្នុងពលានថ្មីដែលឈ្មោះកាត់ភាសាអង់គ្លេសថា KTI អាចតាមដានវីដេអូនេះបានក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជាខាងក្នុងបទពិសោធន៍នៃការ check in ការទទួល support ក៏ដូចជាការរងចាំនៅ boarding gate ហើយនឹងទស្សនវិជ្ជាខាងក្នុងថាមានភាពលក្ខណៈម៉េចហើយយើងអាចរំពឹងម៉េចនៅពេលដែលបទពិសោធន៍របស់យើងនឹងការដែលយើងចង់ហោះទៅក្រៅប្រទេសហ្នឹងតើយើងអាចធ្វើមិនបានខ្លះដោយសារពលានថ្មីមានទំហំធំហើយមានទីធ្លាសម្រាប់ឲ្យបងប្អូនឬក៏អ្នកដែលជួលដំណើរយើងហ្នឹងគាត់អាចជូនយើងទៅកន្លែងចូលតម្រង់ជួរនិង drop in baggage យើងបានហើយក៏មានផ្ទាំងព័ត៌មានច្រើនក៏ដូចជាសារ message ដែលយើងអាចដឹងថាទីដៅនឹងស្លាកសញ្ញានឹងគួរទៅណាទៅណាអញ្ចឹងណាសម្រាប់អ្នកគាត់ចូលពលានដំបងអាចនឹងមានអារម្មណ៍ថាវាធំខ្លាំងអញ្ចឹងគាត់អាចមើលនឹងបានហើយបើបទពិសោធន៍ហ្នឹងបើយើងស៊ាំជាមួយនឹងបទពិសោធន៍នៃក្នុងពលាននេះហោះហើរនៅក្នុងពលានផ្សេងសម្រាប់ការ layover អីជាដើមវាគួរអត់មានបញ្ហាទេព្រោះអានេះគឺជាស្តង់ដារពលានអន្តរជាតិគឺមានទំហំឬក៏លក្ខណៈប្រហែលគ្នានឹងឯងអញ្ចឹងមុនហ្នឹងគឺអ្នកទាំងគ្នាបានឃើញហាងកាហ្វេឬក៏ហាងទំនិញអីវ៉ាន់ផ្សេងដែលយើងអាចទិញជា souvenir ឲ្យមិត្តភ័ក្តិអីចឹងណានៅក្រៅប្រទេសគាត់អាចដឹងពីរបស់នៅខ្មែរបានហើយមួយទៀតដែលខ្ញុំចាប់សង្កល់ហ្នឹងកន្លែងនេះគឺគេធ្វើមានជា accessibility សម្រាប់អ្នកដែលគាត់ជាជនពិការឬក៏ចាស់ជរាអញ្ចឹងគាត់ប្រើរទេះរុញឬក៏យើងរុញអីវ៉ាន់គឺយើងអាចរុញរហូតដល់ខាងក្រោមយើងចាំនៅក្នុងច្រកទ្វារ gate ហ្នឹងតែម្ដងអញ្ចឹងវាមានលក្ខណៈងាយស្រួលហើយខ្ញុំគាត់ថាអានេះគឺល្អមែនតើដែលគេធ្វើហើយនឹងគាត់គូបានដល់កន្លែងហ្នឹងក្រោយដែលយើងដើរឆ្លងកាត់ចម្ងាយទាំងអស់ហ្នឹងមករៀងវែងដែរអ្នកទាំងអស់គ្នាហាងឆ្លងកាត់ហាងអីវ៉ាន់ហាងកាហ្វេជាដើមហ្នឹងរហូតមកដល់ gate ហើយនេះគឺនៅជាន់នៅខាងក្រោមអញ្ចឹងយើងជាន់នៅខាងក្រោមហ្នឹងណាហើយជ្រាបពេលហ្នឹងខ្ញុំចង់បង្ហាញអំពី internet speed នៅក្នុងពលានហ្នឹងតែម្ដងគឺនេះគឺ free internet open access គឺល្បឿនលឿនគួរសមដែលយើងអាចប្រើការបានក្នុងរយៈពេលដែលយើងរងចាំហ្នឹងហើយឥឡូវក្រោយដែលយើង check រួចហើយសម្បត្តិយើងគឺយើងអាចចូល boarding បានហើយគឺយើងអាចចូលយន្តហោះហើយនេះគឺជាទស្សនវិជ្ជានៅពេលដែលយើងឆ្លងចូលទៅកន្លែងទ្វារចូលយន្តហោះហ្នឹងអញ្ចឹងបទពិសោធន៍សម្រាប់ឥឡូវហ្នឹងគឺថាវាត្រូវការដើរច្រើនជាងមុនអញ្ចឹងទៀងផ្ទាត់ពេលវេលាសម្រាប់ខ្លួនឯងផងនៅពេលដែលជិះហ្នឹងថាយើងមានពេលល្មមអត់ព្រោះពេលយើងអត់ស៊ាំជាមួយនឹងពលានថ្មីវាអាចនឹងប្លែកដែរក្រោយដែលជិះរួចរាល់អស់មួយរយៈមកខ្ញុំបានចុះមកដល់ប៉េកាំងហើយនេះគឺជាទស្សនវិជ្ជាពលាននៅក្នុងប្រទេសចិនហើយខ្ញុំនឹងបន្ថែមបង្ហាញអំពីការដំណើរ process ស្នើ visa ដែលយើងអាចចេញពីពលានបានហើយដើរចូលមើលទីក្រុងប៉េកាំងអញ្ចឹងយើងជួបគ្នាក្នុងវីដេអូក្រោយ